Zelensky ប្រមានថាយូរបំផុត4ឆ្នាំរុស្ស៊ីនឹងវាយប្រហារ NATO ហើយថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាមេដឹកនាំរុស្ស៊ីលោក Vladimir Putin អាចវាយប្រហារប្រទេសជាសមាជិកអង្គការ NATO នៅ5ឆ្នាំទៀតនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ BBC ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យមេតបអាល្លឺម៉ង់ Carsten Breyer ប្រមានថារុស្ស៊ីអាចវាយអង្គការ NATO ក្នុងរយៈពេលត្រឹម4ឆ្នាំទៀតប៉ុណ្ណោះលោកអះអាងថារុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ដោយមួយឆ្នាំផលិតបានរាប់ពាន់គ្រឿងហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋ NATO នៅតំបន់ប៉ាល់ទិកត្រឹមឆ្នាំ2029ឬអាចមុននេះក៏ថាបានដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ត្រូវតែត្រៀមខ្លួនឲ្យមែនទែនសម្រាប់ការវាយប្រហារគ្រប់ទម្រង់រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ152មីលីម៉ែត្រចំនួន4លានគ្រាប់ក្នុងឆ្នាំ2024ផងដែរហើយមិនមែនគ្រាប់ទាំងនោះត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេស្របទៅនឹងការលើកឡើងរបស់ Zelensky ខាងលើឆ្លើយសំណួរពិធីករ Sky ដែលសួរថាអាចទេដែលរុស្ស៊ីអាចបើកការវាយប្រហារក្នុងរយៈពេលប៉ុន្មានខែទៀតលោក Zelensky តបថាលោកមិនជឿថាពូទីនត្រៀមខ្លួនទាន់ឡើយប៉ុន្តែចាប់ពីឆ្នាំ2030ទៅពូទីនអាចមានសមត្ថភាពខ្លាំងជាងនេះសពថ្ងៃរុស្ស៊ីកំពុងជាប់ដៃជាមួយអ៊ុយក្រែនដូច្នេះគាត់គ្មានធ្វើសម្ពយុទ្ធកងទ័ពទេម្យ៉ាងទៀតលោក Zelensky ក៏បានបង្ហាញក្តីបារម្ភផងដែរថាផែនការបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ 5% នៃ GDP របស់សមាជិក NATO ត្រឹមឆ្នាំ2035ក៏កំពុងដំណើរការយឺតយ៉ាវផងដែរជាមួយគ្នានេះដែរក្រុងមូស្គូបដិសេធជាបន្តបន្ទាប់ហើយស្ដីបន្ទោសថាអឺរ៉ុបកំពុងយកលេសនៃការគំរាមកំហែងរបស់រុស្ស៊ីដើម្បីតែបង្កើនកញ្ចប់ចំណាយលើសភាវុធរបស់ពួកគេប៉ុណ្ណោះ